ទៅដល់ប្រាក់$10 ម្ចាស់តូប True Money បើកឲ្យតែ 35,500 រៀលក៏កើតជាចំនួនហួសហិង្សាចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនម្ចាស់តូប 2 នាក់ប្តីប្រពន្ធផ្ដើមចេញពីជនរងគ្រោះទៅដល់ប្រាក់$10នៅតូប True Money ក្បែរផ្ទះតែម្ចាស់តូបបើកឲ្យតែ 35,500 រៀលក៏កើតជាចំនួនឆ្លោះប្រកែកតឹងសរសៃករហូតក្លាយជាហិង្សាត្រូវសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ទាំងអស់គ្នានិងធ្វើការឃាត់ខ្លួនជនសង្ស័យ 2 នាក់ជាម្ចាស់តូប True Moneyហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង 18:30 នាទីថ្ងៃទី 20 ខែមេសាឆ្នាំ 2025 នៅចំណុចភូមិព្រែកសំរោង 3 សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលលោកវរៈសេនីត្រីប៉ុកវិចិត្រនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅបានប្រាប់ឲ្យដឹងថាជនរងគ្រោះមានចំនួន 2 នាក់ឈ្មោះសៀកសវណ្ណភេទប្រុសអាយុ 32 ឆ្នាំមុខរបរកម្មកររោងចក្រមានរបួសពកក្បាលមួយកន្លែងនិងរបួសត្រង់ដៃខាងឆ្វេងមួយកន្លែងនិងឈ្មោះជ័យសៀងហៃភេទស្រីអាយុ 27 ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រត្រូវជាប្រពន្ធមានទីលំនៅក្នុងភូមិសង្កាត់កើតហេតុមិនមានរងរបួសទេចំណែកជនសង្ស័យមានចំនួន 2 នាក់ឈ្មោះសៀងគឹមសានភេទប្រុសអាយុ 41 ឆ្នាំមុខរបរជាងសំណង់រងរបួសពោះថ្ងាសមួយកន្លែងនិងរលាត់ត្រចៀកខាងស្ដាំមួយកន្លែងនិងឈ្មោះចិនណារ៉ូភេទស្រីអាយុ 36 ឆ្នាំមុខរបរលក់ដូរត្រូវជាប្រពន្ធរបួសត្រង់ផ្ទៃមុខរលាត់ត្រង់ត្របកភ្នែកខាងស្ដាំនិងខៀវត្របកភ្នែកខាងឆ្វេងផ្នែកខាងលើព្រមទាំងរលាត់ចង្កាផ្នែកខាងក្រោមអ្នកទាំងពីរមានទីលំនៅក្នុងភូមិសង្កាត់កើតហេតុជាមួយគ្នាលោកនាយប៉ុស្តិ៍បានឲ្យដឹងបន្តទៀតថាយោងតាមកាមេរ៉ាសុវត្ថិភាពនៅវេលាកើតហេតុប្រពន្ធជនសង្ស័យឈ្មោះចិនណារ៉ូបានឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយជនរងគ្រោះឈ្មោះសៀកសវណ្ណស្រាប់តែជនសង្ស័យឈ្មោះសៀងគឹមសានបានចូលមកដល់ចាប់វាយទៅលើជនរងគ្រោះឈ្មោះសៀកសវណ្ណហើយប្រពន្ធជនសង្ស័យឈ្មោះចិនណារ៉ូបានវាយពីក្រោយផងដែរបន្ទាប់មកជនសង្ស័យបានដោះខ្សែក្រវ៉ាត់រកវាយជនរងគ្រោះនិងយកដងឈើវាយទៅលើជនរងគ្រោះបន្ថែមទៀតលោកនាយប៉ុស្តិ៍បានឲ្យដឹងបន្ថែមទៀតថាមុនពេលកើតហេតុជនរងគ្រោះ 2 នាក់ប្តីប្រពន្ធបានទៅដកលុយនៅកន្លែង True Money មួយកន្លែងរបស់ជនសង្ស័យឈ្មោះសៀងគឹមសាននិងប្រពន្ធឈ្មោះចិនណារ៉ូដោយនៅក្នុងគណនី True Money របស់ឈ្មោះសៀកសវណ្ណមានទឹកប្រាក់តែ$10គត់ពេលនោះខាងជនសង្ស័យជាម្ចាស់ True Money បានដកទឹកប្រាក់ឲ្យទៅឈ្មោះសៀកសវណ្ណបានតែ 35,500 រៀលដោយនៅក្នុងគណនី True Money នៅសល់ទឹកប្រាក់80 សេននិង20សេនទៀតត្រូវបានខាងក្រុមហ៊ុន True Money កាត់យកតែពេលនោះឈ្មោះសៀកសវណ្ណមិនព្រមទទួលយកលុយនោះទេព្រោះគិតថាខាងជនសង្ស័យយកសេវាថ្លៃម្លេះហើយក៏មានការឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងរហូតឈានដល់វាយតប់គ្នាទៅវិញទៅមកមានរបួសស្នាមរៀងៗខ្លួនបន្ទាប់មកភាគីទាំងសងខាងក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅធ្វើការអន្តរាគមន៍យកមកសាកសួរនៅប៉ុស្តិ៍តាមចម្លើយរបស់ជនសង្ស័យបានឲ្យដឹងថាគាត់ពិតជាបានប្រតែយប្រតបជាមួយជនរងគ្រោះហើយបានចូលក្នុងផ្ទះយកដងឈើវាយជនរងគ្រោះបណ្ដាឲ្យមានរបួសស្នាមពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅការិយាល័យកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីឱកាសល្អពីផ្ទះល្វែងថេនងាត់ក្រុងតាខ្មៅបានមកដល់ហើយទិញផ្ទះឈ្នះរថយន្តនិងបញ្ចុះតម្លៃពិសេសរហូតដល់$5,000ព្រមទាំងកាត់ប្លង់រឹងហ្វ្រីជូនអតិថិជនថែមទៀតផងឱកាសល្អបែបនេះរកឯណាមានរកឯណាបានរស់រានឡើងចំនួនមានកំណត់ទំនាក់ទំនងតាមលេខទូរស័ព្ទ089 408 406 098 661 215និង088 616 66 61